ពីមានកាមេរ៉ាមើលទៅយ៉ាង5ចាំមួយមើលទូរស័ព្ទខ្ញុំនៅលើនឹងផងណាខ្ញុំមកវត្តព្រៃច័ន្ទហ្នឹងរាប់ដងនេះឈ្នះដែរហ្នឹងចាឲ្យតប៉ុនខ្ញុំមកចាឲ្យដល់ពេលជុំឆ្នាំហ្នឹងខ្ញុំមកត្រឹមដីទេខ្ញុំអត់បានដល់វត្តទេចាដល់ពេលម្ដងហ្នឹងបានមកដល់ពោះវត្តទៀតមកមើលគេអាសៀមវារុំនេះបលាលុះហេបាទនឹងមកដល់យើងមកម្ដងបានដងហ្នឹងខ្ញុំមក5ដងហើយ5ដងចាមក5ដងមកនោះខាងមុខមកដល់ភូមិជោគជ័យចាភូមិព្រៃច័ន្ទអានឹងភូមិព្រៃច័ន្ទចាវត្តព្រៃច័ន្ទចាដែលខ្ញុំលើកទឹកចិត្តខ្ញុំអាណិតអាសូរណាបានខ្ញុំមកហ្នឹងគេសួរខ្ញុំថាយាយឯងមានដីដែរខាងនោះថាខ្ញុំអត់មានដីទេប៉ុន្តែខ្ញុំទៅមើលអាសៀមវាយកដីបងប្អូនយើងបាទយើងយល់ឃើញនឹងថាវាហួសហេតុយ៉ាងម៉េចវាហួសហេតុណាបើយកដីគ្នាផ្ទះគ្នានៅយូរហើយនេះអើយមកពាត់យកនេះមើលពាត់នោះប្រហែលនោះអ្នកម្ចាស់អារ៉ៃមានផ្ទះហើយអត់មានផ្ទះនៅនេះរត់មកនៅអញ្ចឹងគួរដែរមើលឲ្យមើលគួរដែរគាត់នៅតាំងពីបរមបុរាណមកដែរក៏កំណៅគាត់នឹងនៅណាដែរប៉ុន្តែថាគាត់នៅនឹងយូរហើយចាឥឡូវដេញគាត់ចាញ់មកហើយគាត់បានអីនៅអញ្ចឹងបើនិយាយអ្នកស្រុកណាខ្ញុំអ្នកស្រុកកំណើតកំណើតខ្ញុំនៅខាងវែងតែដល់ពេលបច្ចុប្បន្នដល់បច្ចុប្បន្នខ្ញុំនៅប៉ោយប៉ែតប៉ុន្តែខ្ញុំនៅប៉ោយប៉ែតដល់មួយឆ្នាំទេខ្ញុំមកនៅភូមិគេហៅភូមិទួលបារៅចាហើយសប្តាហ៍ហ្នឹងនៅភូមិទួលបារៅប៉ោយប៉ែតហ្នឹងចាប៉ោយប៉ែតហើយខ្ញុំទៅធ្វើបុណ្យនៅវត្តទួលបារៅដល់ពេលនេះទៅខ្ញុំចង់មកប្រគេនវិហារលោកអីខ្ញុំមកវត្តព្រៃច័ន្ទចាអញ្ចឹងចេះក្នុងនាមដូចមកយាយជាបានន័យថាជាពលរដ្ឋយើងចាស់ភាសានៅទីនេះអញ្ចឹងសាស្័យបានថានៅនេះមានផ្ទះតាំងពីចាមានផ្ទះយូរហើយតែដូចថាផ្ទះមួយទេណាឲ្យផ្ទះអញ្ចឹងនេះអត់ទេនេះហងទេផ្ទះអញ្ចឹងទៅទីនឹងថាមានប្រជាជនខ្មែរយើងមានខ្មែរយើងនៅខ្មែរមានអាចារ្យមានអីមកនៅហ្នឹងគឺមិនឆ្ងាយពីវត្តទេអត់ឆ្ងាយពីវត្តទេអាចារ្យគឺមកនៅនឹងដែរសួរខ្ញុំថាយ៉ាមកលោកយាយទៅលេងផ្ទះខ្ញុំហ៎ខ្ញុំថាតែលោកអាចារ្យនៅដល់ណាទៅពីវត្តបន្តិចទៅដល់ហើយផ្ទះខ្ញុំអាចារ្យប៉ុន្តែខ្ញុំមិនបានសួរឈ្មោះគាត់នឹងអាចារ្យឈ្មោះអីទេចាគាត់មកគាត់វិញគាត់មកព្រៃទូនក្នុងស្មារតីជាតិខ្មែរនិយមប្រសង់ខ្មែរនិងគណៈសភាប្រជាជនខ្មែរដើម្បីរៀបចំនំខ្មែរមកជូនដល់ប្រជាពលរដ្ឋខ្មែរលើទឹកដីខ្មែរភូមិព្រៃច័ន្ទភូមិព្រៃច័ន្ទភូមិអូបេជន់ស្រុកអូចៅជាតំបន់ដែលសៀមកំពុងតែលៀនពៀនយកដល់អធិបតេយ្យរបស់ខ្មែរតំបន់នេះអូលៀនពៀនលោកកំពៀនតាមបលាលួសអានេះចាស់គុំនៅគុំមិនដែរពុយទៅមិនមិនចប់ទៅដល់ខំថ្លៃមកខ្មៅឡើងអត់ស្រោចចិត្តដល់ហ្មងតែថាមិនគឺចង់ទៅដល់បានអត់បានតាំងថ្ងៃទៅដល់ថ្ងៃ13មកទៅបករួមមកទី13ចឹងជាងថ្ងៃចឹងឥឡូវអត់មានបានយកសោះបានខ្លះអត់ថ្ងៃស្អើថាអើថ្ងៃទី26អើភាសាអើយកបានបាត់ចឹងថាទៅវិញថាទៅខាងសាតែកូននេះครับពូឥឡូវរៀបរាប់បន្តិចភាសាតែ
hàng hay hàng xiêm ấy là chết rồi đau thật chỉ chung dưới từ tầm bản nơi từ ấy là lớp phu vậy trong cái thật có thể là bất xâm trong cái lớn tay nên kẹp lên tay nhảy cái tầm bản bán mặt bay khai không cái tay khai cái ở cho đi ra đọc bay phạt thứ làm tiếng này mà bán tay nhảy men quần lâu năm mà chỉ còn mang chửi đâu bắt là mà con chó nó hay mình thật đây nhỉ ở về vật cái lương nào ta phải bây giờ nó bao nhiêu một là cho khi nó thấy mà lơ đấy đây này nè nhiều về chắc là vậy cái nó mình xem mà đâu rồi rồi lên thu ta tôi chặt rồi trong bên mà quạt dầu chẳng ta quạt cũng để được dầu rồi ta quạt rồi cũng để quạt dầu